ជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាបាទថ្ងៃនេះនាំបងប្អូនអរគ្នាមកមើលពីសកម្មភាពបាទសែនប្រេងបាទក្រុងពាលីបាទសុំទឹកសុំដីបាទបើការឋានថ្មីមួយទៀតហើយបាទនៅខាងភូមិប្រសំបាទសង្កាត់រអាងបាទខេត្តកំពង់ចាមបាទអញ្ចឹងអ្នកកំពង់ចាមយើងទេហើយផ្ទះនេះគឺជាប្រភេទបាទផ្ទះកពើហាជីវកម្មបាទឬក៏យើងហៅថាផ្ទះកពើហាຂະຫນាតពេញសាច់ក៏បានដែរបងប្អូនណាបាទយើងធ្វើពេញសាច់ដល់ខាងមុខតែម្ដងដែលមានទំហំຂະຫນាត4កន្លះបាទគុណជាមួយនឹង14ម៉ែត្របាទម្ចាស់ផ្ទះគាត់យកពីបន្ទប់គេងបាទមួយបន្ទប់ទឹកកន្លែងទទួលភ្ញៀវនិងផ្ទះបាយហើយតម្លៃមកការផ្ដាច់ទាំងសម្ភារៈនិងកម្លាំងពលកម្មបាទតម្លៃ$15,700បាទសម្រាប់តម្លៃឥត10បាទចឹងຂະຫນាត4កន្លះ14នេះធំបងប្អូនណាបាទធំមែនតើសម្រាប់បងប្អូនដែលចង់បាន3បន្ទប់គេងអីក៏បានដែរបាទប៉ុន្តែដោយសារបងស្រីបាទគាត់យកតែ2បន្ទប់គេងទេបងប្អូនបាទគាត់ចង់ឲ្យកន្លែងទទួលភ្ញៀវរបស់គាត់នឹងធំទូលាយល្អចឹងបើសិនជាបងប្អូនបាទអ្នកអាជីវករបាទអ្នកបើករ៉ូស៊ីអីត្រូវបងប្អូនណាបាទដោយសារតែផ្នែកខាងមុខបាទយើងធ្វើពេញសាច់ផ្ទះតែម្ដងបាទធ្វើមកដល់ខាងមុខតែម្ដងបាទអញ្ចឹងយើងបើកទ្វារធំខាងមុខហ្នឹងរហូតដល់3ម៉ែត្របាទទ្វារស្លឹកបាទមួយស្លឹកកន្លះម៉ែត្របាទ6ស្លឹកអញ្ចឹងបងប្អូនចង់បើករ៉ូស៊ីអីថ្ងៃក្រោយយើងអាចតសម្យាបបាទទៅមុខអញ្ចឹងទ្វារមុខហ្នឹងគឺយើងអាចបើកបានធំទូលាយបាទអញ្ចឹងបរិវេណកន្លែងទទួលភ្ញៀវហ្នឹងយើងអាចស្តុកអីបានផ្សេងបានបាទជាក់ស្ដែងដូចបងស្រីអញ្ចឹងបាទបងស្រីគាត់ធ្វើនៅលើដីឡូបាទដីឡូអញ្ចឹងចំហៀងគឺអត់មានប្អួយទេបងប្អូនណាបាទដោយសារយើងធ្វើដីឡូបាទយើងធ្វើពេញសាច់ដីបាទអញ្ចឹងបើយើងយកប្អួយក៏បានដែរបាទអាស្រ័យលើបងប្អូនទេប៉ុន្តែថ្ងៃក្រោយគេធ្វើផ្ទះជាប់នឹងដែរបាទអញ្ចឹងប្អួយយើងវារៀងពិបាកបាទអញ្ចឹងបងស្រីគាត់សម្រេចចិត្តថាអត់យកតែម្ដងបាទគាត់យកតែកៅពលឺទេបាទជាក់ស្ដែងផ្ទះនេះបាទម្ចាស់ផ្ទះគាត់ថែមមកតសម្យាបមកមុខក៏ដូចជាផ្នែកខាងក្រោយទៀតបងប្អូនណាបាទប៉ុន្តែតម្លៃផ្ទះ$15,700នេះគឺយើងគិតតែផ្ទះទេបាទຂະຫນាត4កន្លះគុណជាមួយនឹង14ຂະຫນាតនេះយើងគិតអក្សរជូនបាទសាច់ពេញបាទ4ម៉ែត្រ7គុណនឹង14ម៉ែត្រពីទឹកបាទដីរបស់គាត់នេះដីក្បាល5បាទដីឡូបងប្អូនបាទអញ្ចឹងយើងធ្វើនៅទីតាំងដីឡូបាទជាក់ស្ដែងបាទខាងដីឡូគេមកតភ្លើងជូនណាបាទអញ្ចឹងសម្រាប់តម្លៃនេះគឺបងប្អូនចាំតែកាន់សោចូលនៅទេបាទបងប្អូនមានតែទឹកមានតែភ្លើងសម្រាប់ក្រុមការងាររបស់យើងប្រើប្រាស់ទៅគឺបានហើយបាទជាក់ស្ដែងបងស្រីបាទគាត់ចាប់ផ្ដើមតភ្លើងដែរបាទឲ្យខាងដីឡូគេមកតហើយនេះគឺសកម្មភាពដែលក្រុមការងាររបស់យើងចាប់តលាក់អីវ៉ាន់ចុះឲ្យបងប្អូនមកព្រឹបដើម្បីធ្វើការបាទសម្រុកការងារជូនបងប្អូនតែម្ដងបាទអញ្ចឹងអីវ៉ាន់អីបងប្អូនអាចទៀងផ្ទាត់បាទតាមនឹងបានបាទគឺយើងផ្ដល់តារាងសម្ភារៈជូនបងប្អូនច្បាស់បាទលម្អិតតាំងពីជើងក្រោមរហូតដល់ដំបូលអញ្ចឹងពេលក្រុមការងាររបស់យើងយកសម្ភារៈចូលបងប្អូនអាចទៀងផ្ទាត់ទៅតាមនឹងបាទអញ្ចឹងគឺអីវ៉ាន់គឺយើងយកចូលបាទឈឹបបាទចិត្តទៅ80%ហើយបាទអញ្ចឹងគឺយើងផ្ទៀងតែម្ដងទៅគឺបានហើយបាទមិនចាំបាច់ផ្ទៀងច្រើនទេហើយជាចុងក្រោយបាទក៏យើងថតរូបបាទជុំគ្នាជាមួយនឹងម្ចាស់ផ្ទះផងដែរបាទសូមអរគុណបាទសូមជម្រាបលា